ស្វាគមន៍បងប្អូនប្រិមិត្តមកកាន់ Channel SA ប្រឡំស្នេហ៍ថ្ងៃនេះខ្ញុំនឹងលើកយកជាប្រធានបទមួយដើម្បីមកចែករំលែកជាការសម្គាល់ឬជាការពិចារណាចឹងខ្ញុំនឹងលើកឡើងនៅ4ចំណុចទាក់ទងទៅនឹងសញ្ញាដែលភរិយាផិតក្បត់ស្វាមីចឹងក្នុងសញ្ញាទាំង4នេះគ្រាន់តែជាសញ្ញាសម្គាល់ទេសម្រាប់បងប្អូនត្រេះរិះគិតពិចារណាប្រសិនបើលេចឡើងនៅ4សញ្ញាហ្នឹងតើវាបង្ហាញអំពីដៃគូរបស់យើងផិតក្បត់យើងដែរអត់ចឹងនេះគ្រាន់តែជាការចែករំលែកទេហើយសម្រាប់បងប្អូនដែលមិនទាន់ជួយចុច Subscribe នៅវីដេអូថ្មីរបស់ខ្ញុំសូមជួយចុច Subscribe មួយដើម្បីទទួលបាននូវវីដេអូថ្មីចឹងក្នុងវីដេអូនេះខ្ញុំនឹងរំលេចនៅ4ចំណុចដែលបង្ហាញថាស្ត្រីហ្នឹងគឺផិតក្បត់ស្វាមីសញ្ញាទី1ទាក់ទងទៅនឹងការប្រែប្រួលផ្នែកអារម្មណ៍ហើយនឹងការទំនាក់ទំនងជាមួយនឹងស្វាមីជាទូទៅនៅក្នុងការទំនាក់ទំនងជាមួយប្តីប្រពន្ធគឺតែតែមានភាពផ្អែមល្ហែមមានភាពស្និទ្ធស្នាលមានហៅថាការគិតគូរអំពីស្វាមីការយកចិត្តទុកដាក់អំពីគាត់អញ្ចឹងនៅពេលដែលស្ត្រីគាត់មានការផិតក្បត់ជាមួយស្វាមីរបស់គាត់គឺអារម្មណ៍នៃការយកចិត្តទុកដាក់ពីស្វាមីគឺមានការថយចុះវាថាគាត់ខ្វល់ខ្វាយអំពីទុក្ខធុរៈរបស់ប្តីអត់មានខ្វល់ខ្វាយរឿងបាយទឹករបស់ប្តីទេអាហ្នឹងគឺគាត់ប្រែប្រួលអារម្មណ៍ហើយម្នាក់ម្ដងជាមួយស្វាមីគាត់គឺមានការថយចុះតកតទៅនឹងការរួមភេទការរួមចំណែកក៏ដូចគ្នាដែរមានថាប្រពន្ធហ្នឹងគឺតែងតែរោលេសនេះរោគលេសនោះជាហោហែដើម្បីធ្វើមិនកិច្ចចេញអំពីការរួមដំណេកជាមួយនឹងស្វាមីរបស់គាត់ទាំងហេតុផលគាត់គឺមិនមានហេតុផលសមស្របដែលអាចទទួលយកបានណាបាទហើយមួយទៀតគឺប្រពន្ធហ្នឹងគឺតែងតែរោគលេសនេះរោគលេសនោះឆ្លោះតោះតែងគ្នាអារឿងតូចបកទៅជារឿងធំធ្វើមិនដើម្បីឲ្យគាត់នេះគឺបានកិច្ចចេញទៅក្រៅផ្ទះឬក៏ដើរទៅខាងក្រៅផ្ទះទៅបាទអានោះជាសញ្ញាមួយដែលបញ្ជាក់ថាគាត់នេះគឺប្រែប្រួលទាំងការទំនាក់ទំនងទាំងផ្នែកអារម្មណ៍របស់គាត់ហើយមួយទៀតគឺគាត់លែងគិតលែងខ្វល់ខ្វាយរឿងអនាគតទេគាត់អត់ពិភាក្សាជាមួយប្តីរបស់គាត់ថាតើគាត់ត្រូវមានផែនការជីវិតរបស់គាត់យ៉ាងម៉េចទៅថ្ងៃអនាគតយ៉ាងម៉េចគឺគាត់អត់ខ្វល់ខ្វាយទេបាទនេះសញ្ញាទី1គឺបញ្ជាក់ថាគាត់ប្រែប្រួលទាំងការទំនាក់ទំនងហើយនិងអារម្មណ៍សញ្ញាទី2គឺតកតងទៅនឹងពាក់ព័ន្ធទៅនឹងការការពារហើយនឹងការរក្សាការសម្ងាត់ឯកជនភាពរបស់គាត់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ទូរស័ព្ទដៃអញ្ចឹងនៅពេលដែលគាត់មានទំនាក់ទំនងស្នេហាជាមួយប្រុសរតីឬក៏គាត់ចាប់ផ្ដើមផិតក្បត់ប្តីរបស់គាត់ហើយពាក់ព័ន្ធទៅនឹងការប្រើប្រាស់ទូរស័ព្ទដៃរបស់គាត់តែងតែបដូរលេខសម្ងាត់ជាញឹកញាប់ហើយគាត់ហួងហែងមិនអោយប្តីឬក៏មិនអោយនរណាម្នាក់មកប៉ះទូរស័ព្ទរបស់គាត់ទេហើយនៅពេលដែលគាត់មានអ្នកណាខលមកឬក៏មានអ្នកណាឆាតមកគាត់តែងតែដើរទៅឲ្យឆ្ងាយពីគេនិយាយឆាតសារសងឬក៏ខលទូរស័ព្ទសារសងហើយនៅពេលដែលគាត់និយាយចប់គាត់តែងតែលុបសារឬក៏លុបលេខដែលគាត់ខលនោះគឺមិនអោយអ្នកផ្សេងដឹងទេបាទនេះគឺគាត់លាក់បាំងរឿងសម្ងាត់ឯកជនភាពរបស់គាត់ហើយគាត់ទូរស័ព្ទរបស់គាត់គឺគាត់ខៀខាំងមកមិនអោយនរណាម្នាក់គឺប៉ះរបស់គាត់ទេនេះជាចំណុចទី2ចំណុចទី3ពាក់ព័ន្ធទៅនឹងការតុបតែងខ្លួនខុសប្លែកពីធម្មតាចឹងបងប្អូនត្រូវសម្គាល់មើលអំពីប្រពន្ធឬក៏ដៃគូរបស់យើងតើពីមុនគាត់មានទម្លាប់តុបតែងខ្លួនដែលអត់តុបតែងខ្លួនខុសប្លែកពីធម្មតាសំដៅទៅលើគាត់ចាប់ផ្ដើមធ្វើសក់ណាកែមុខកែច្រមុះកែដើមទ្រូងឬក៏គាត់ប្រើប្រាស់សម្លៀកបំពាក់បែបសិចស៊ីសម្លៀកបំពាក់បែបឆើតឆាយសម្លៀកបំពាក់ថ្មីហើយគាត់តែងតែប្រើប្រាស់នៅទឹកអប់ក្លិនប្លែកបណិតសូម្បីតែគាត់ចេញទៅក្រៅម្ដងម្កាលក៏គាត់តែងតែប្រើប្រាស់នៅការតុបតែងខ្លួនបែបស៊ីវិល័យបែបឆើតឆាយដែរអាហ្នឹងគឺជាសញ្ញាទី3ដែលយើងគួរតែសម្គាល់គាត់ចំណុចទី4គឺតាក់ទងទៅនឹងគាត់តែងតែចេញក្រៅផ្ទះឬក៏តែងតែដើរដាច់យប់ចំណុចនេះគឺប្រសិនបើគាត់ផិតក្បត់
គឺគាត់តែងតែរកលេសនេះរកលេសនោះដើម្បីបានចេញក្រៅផ្ទះទៅជួបជាមួយសហាយរបស់គាត់ឬក៏បរិសុទ្ធដែលគាត់ស្រឡាញ់នៅក្រៅមកមានថាគាត់អាចរកលេសថាគាត់ទៅជប់លៀងផ្ទះមិត្តភ័ក្តិជប់លៀងផ្ទះបងប្អូនហើយទាំងគាត់មិននាំប្តីរបស់គាត់ទៅទេបាទហ្នឹងគាត់រកលេសបែបហ្នឹងទី2គឺគាត់បើសិនជាគាត់ធ្វើការគឺគាត់តែងតែរកលេសថាអូកន្លែងការងារគាត់គឺត្រូវថែមម៉ោងហើយត្រូវធ្វើការដាច់យប់បាទឬគាត់ត្រូវចុះបេសកកម្មទៅនេះទៅនោះចឹងនេះហើយគឺគាត់រកលេសគ្រប់បែបគ្រប់យ៉ាងដើម្បីមានឱកាសទៅជួបជាមួយប្រុសកំណាំងឬក៏ប្រុសសហាយរបស់គាត់ចឹងសរុបឡើងវិញបងប្អូន4ចំណុចទី1គឺការប្រែប្រួលផ្នែកទំនាក់ទំនងហើយនឹងហៅថាអារម្មណ៍របស់គាត់គឺមានការប្រែប្រួលនោះចំណុចទី1ចំណុចទី2គឺគាត់ការពារការលាក់កំបាំងនៅរឿងឯកជនរបស់គាត់ពាក់ព័ន្ធការប្រើប្រាស់ទូរស័ព្ទដៃបាទគាត់ផ្លាស់ប្ដូរលេខសម្ងាត់ជាញឹកញាប់គាត់មិនឲ្យអ្នកណាប៉ះទូរស័ព្ទរបស់គាត់ទេចំណុចទី3តាក់ទងទៅនឹងអីគេគឺគាត់មានការតុបតែងខ្លួនខុសប្លែកពីធម្មតាបាទខុសប្លែកពីមុនចំណុចទី4គឺតាក់ទងទៅនឹងគាត់តែងតែចេញក្រៅផ្ទះឬក៏តែងតែដើរដាច់យប់អញ្ចឹង4ចំណុចនេះគ្រាន់តែជាចំណុចឲ្យបងប្អូនពិចារណាថាតើ4ចំណុចហ្នឹងពិតជាបញ្ជាក់ថាស្ត្រីហ្នឹងផិតក្បត់មែនដែរអត់ជាចុងក្រោយ4ចំណុចនេះគ្រាន់តែជាគំនិតក្នុងការពិចារណាទេប៉ុន្តែយើងត្រូវមានផុសតាងយើងត្រូវមានសាក្សីដើម្បីបញ្ជាក់ថាវាពិតជាបញ្ជាក់ថាប្រពន្ធរបស់យើងផិតក្បត់មែនដែរអត់ប្រសិនបើយើងអត់មានផុសតាងទេគឺសូមយើងកុំចោទប្រកាន់យើងកុំមានការលាបពណ៌ទៅថាប្រពន្ធយើងហ្នឹងគឺមានការផិតក្បត់សំខាន់គឺយើងត្រូវការពិភាក្សារោគឬរោគហេតុផលថាតើប្រពន្ធរបស់យើងផិតក្បត់មែនដែរអត់បាទហើយយើងធ្វើការស្រាវជ្រាវដោយការពិចារណាហើយសូមកុំប្រើប្រាស់នៅអំពើហិង្សាបើសិនបើយើងចាប់បានថាប្រពន្ធរបស់យើងផិតក្បត់មែនអញ្ចឹងវីដេអូថ្មីរបស់ខ្ញុំនេះមានតែប៉ុណ្្នេះទេហើយបើសិនជាបងប្អូនមានចំណុចអ្វីយល់ឃើញខុសពីខ្ញុំសូមជួយផ្ដល់ជាមតិ comment ហើយសូមជួយចុច subscribe មួយដើម្បីទទួលបាននូវវីដេអូបន្តទៅទៀតសូមអរគុណ